ជំរាបសួរលោកគ្រូអ្នកគ្រូបាទជួបគ្នាជាថ្មីម្ដងទៀតហើយខ្ញុំពិតជារំភើបមែនទែនដែលលោកគ្រូអ្នកគ្រូអាចចូលរៀននៅក្នុងវគ្គគ្រូបឋមឬក៏ប្រព័ន្ធបណ្ដុះបណ្ដាលវិជ្ជាជីវៈបឋមសិក្សាហើយតាមរយៈការមើលវីដេអូហើយលោកគ្រូអ្នកគ្រូមួយចំនួនធំគឺគាត់ចូលរៀនបានច្រើនអ្នកខ្លះបានវិញ្ញាបនបត្រ1 2 3អីចឹងទៅបាទហើយមួយវិញទៀតលោកគ្រូអ្នកគ្រូដែលគាត់រៀនបានវិញ្ញាបនបត្រហើយគាត់អត់ដឹងថាចុចមិនបានដកវិញ្ញាបនបត្របានអញ្ចឹងមើលវីដេអូនេះចូលរៀនបានដកវិញ្ញាបនបត្របានបាទឥឡូវខ្ញុំចូលមកដល់ការដកវិញ្ញាបនបត្រអញ្ចឹងខ្ញុំសូមចែកជូននៅគន្លឹះ2ដែលលោកគ្រូអ្នកគ្រូអាចដកវិញ្ញាបនបត្រយកទៅប្រើប្រាស់បានបាទវាអាចមានច្រើនជាងនឹងទៀតតែខ្ញុំសូមណែនាំតែ2បាទអញ្ចឹងលោកគ្រូអ្នកគ្រូចុចមកពាក្យវិញ្ញាបនបត្របាទអញ្ចឹងពេលចុចវិញ្ញាបនបត្រហើយលោកគ្រូនឹងឃើញផ្ទាំងបែបនេះអញ្ចឹងលោកគ្រូនឹងចុចពាក្យថាមើល PDF បាទអញ្ចឹងលោកគ្រូនឹងចុចមើល PDF មកវានឹងលោតវិញ្ញាបនបត្រជូនលោកគ្រូអ្នកគ្រូបាទនេះឃើញទេមានឈ្មោះបាទមានហត្ថលេខាអីចឹងទៅបាទបន្ទាប់ពីបានប៉ុណ្្នឹងហើយលោកគ្រូអ្នកគ្រូអាចទៅ print បានលោកគ្រូអ្នកគ្រូនេះនៅខាងលើមានពាក្យ print លោកគ្រូចុច print មកបាទអញ្ចឹងលោកគ្រូអ្នកគ្រូអាច print វាចេញមកខាងក្រៅបានហើយប៉ុន្តែមួយទៀតថាលោកគ្រូខ្ញុំអត់ចង់ print ខ្ញុំចង់ save វាទុកសិនឧទាហរណ៍អញ្ចឹងលោកគ្រូអ្នកគ្រូចុចមកកន្លែងមើលនឹងដដែលបាទអញ្ចឹងលោកគ្រូចុចមកកន្លែងនេះមកវាលោតពាក្យថា save អញ្ចឹងចុច save មកលោកគ្រូបាទ save ហើយលោកគ្រូត្រអឺទីតាំងដែលលោកគ្រូចង់ save ដាក់កន្លែងណាបាទឥឡូវឧទាហរណ៍ខ្ញុំដាក់នៅ document ខ្ញុំចុច document មកហើយខ្ញុំចុចពាក្យ save ឬក៏កន្លែងនេះវាឲ្យយើងអាចកែឈ្មោះបានអញ្ចឹងកន្លែងហ្នឹងកែឈ្មោះបានលោកគ្រូអាចកែឈ្មោះដើម្បីយើងស្រួលរកវាវិញអញ្ចឹងលោកគ្រូបាទឥឡូវឧទាហរណ៍ថាកន្លែងហ្នឹងចង់ដាក់ឈ្មោះអីអញ្ចឹងខ្ញុំដាក់ថាវិញ្ញាបនបត្រឧទាហរណ៍លោកគ្រូបាទវិញ្ញាបនបត្រហើយបន្តមកទៀតមកខ្ញុំចុចពាក្យ save បាទប៉ុណ្ណឹងជាការស្រេចដែលលោកគ្រូអាចទៅមើលបានបាទអញ្ចឹងយើងចុចមកនេះវិញ្ញាបនបត្រដែលខ្ញុំបាន save បានយើងចុចមកបាទនេះឃើញដូចគ្នាអញ្ចឹងវិធី2នេះគឺលោកគ្រូអាចប្រើប្រាស់បានទី1ចុចទៅដើម្បី print មួយទៀតយើង save ទុកសិនបាទឥឡូវចូលដល់វិធីមួយទៀតលោកគ្រូបាទចូលដល់វិធីមួយទៀតបើសិនជាលោកគ្រូចុចកន្លែងហ្នឹងហើយនៅតែមើលអត់ឃើញឧទាហរណ៍ណានៅតែមើលអត់ឃើញលោកគ្រូអាចចុចមកកន្លែងនេះចែករំលែកទៅ Telegram ចុចចែករំលែកទៅ Telegram មកបន្តមកទៀតយើងចុច cancel មិននេះអញ្ចឹងដល់កន្លែងនេះហើយលោកគ្រូអាចធ្វើតាមខ្ញុំបានអានេះគឺវិធីបែបអីមិនដឹងទេប៉ុន្តែធ្វើទៅបានជោគជ័យបើយើងយូរបន្តិចប៉ុន្តែនៅប្រើការបានដូចគ្នាលោកគ្រូselect អក្សរនៅខាងលើនឹងទាំងអស់មកបាទបន្ទាប់មកទៀតលោកគ្រូចុចពាក្យថា copy បាទក្រោយពី copy ហើយលោកគ្រូអាចចូលទៅក្នុង Telegram របស់យើងមួយណាក៏បានដែរហើយយើងអាចផ្ញើទៅក្នុង group ឬក៏ទៅកាន់មិត្តភ័ក្តិអីសិនក៏បានដែរឬមួយក៏មិនអញ្ចឹងទេលោកគ្រូអាចផ្ញើទៅក្នុង group របស់ខ្លួនឯងឥឡូវខ្ញុំឧទាហរណ៍ខ្ញុំចូលទៅក្នុង save ទៅបាទចូលក្នុង save ហើយបន្តមកទៀតខ្ញុំផាសវាមកបាទក្រោយពីផាសហើយលោកគ្រូចុចបញ្ជូនមកបាទក្រោយពីលោកគ្រូចុចបញ្ជូនហើយនេះលោកគ្រូនឹងបាន link នឹងមួយដើម្បីទៅដកសញ្ញាបត្រហើយអញ្ចឹងខ្ញុំចង់ទៅដកឬក៏ចង់ទៅមើលសញ្ញាបត្រហ្នឹងខ្ញុំអាចចុចអាហ្នឹងម្ដងទៀតមកបាទចុច link ដដែលយើង copy ខ្លួនឯងមើលខ្លួនឯងហ្នឹងបាទបន្តមកទៀតលោកគ្រូឃើញបាទវិញ្ញាបនបត្រនឹងនៅខាងក្រោមនេះបាទបើយើងធ្វើមិនបានអាចយកបានអញ្ចឹងលោកគ្រូអាចយកម៉ៅមកប៉ះលើនឹងបន្តិចមកហើយយើងចុចម៉ៅខាងស្ដាំបន្តមកទៀតវាមានពាក្យពីរដូចលើកមុនដែរបាទ print ក៏បាន save ក៏បានហើយវិធីដូចលើកមុនដែលខ្ញុំប្រាប់លោកគ្រូអញ្ចឹងបាទបើ print យើង print ទៅបើយើងចង់ save យើងចុច save ទៅបាទ save ហើយវានឹងសួរថាតើយើង save នៅកន្លែងណាបាទអញ្ចឹងលោកគ្រូចង់ដាក់នៅកន្លែងណាក៏បានឥឡូវឧទាហរណ៍ខ្ញុំដាក់នៅ document ដដែលទេបាទតែគាត់ថាខ្ញុំអត់កែឈ្មោះខ្ញុំដាក់អញ្ចឹងទៅមកបាទ save ទៅបាទអញ្ចឹងនេះវិញ្ញាបនបត្ររបស់លោកគ្រូគឺអាចប្រើប្រាស់បានបាទអញ្ចឹងវិញ្ញាបនបត្ររបស់លោកគ្រូគឺអាចប្រើប្រាស់បាននេះលោកគ្រូនេះបាទអញ្ចឹងលោកគ្រូស្រឡាញ់វិធីមួយណាយើងអាចចូលទៅធ្វើវិធីមួយនឹងបានបាទអញ្ចឹងមានប៉ុណ្ណឹងអរគុណច្រើនលោកគ្រូហើយសង្ឃឹមថាលោកគ្រូនឹងអាចចូលរៀនបានហើយអ្នកដែលចូលរៀនបាននឹងអាចដកវិញ្ញាបនបត្របានបាទអរគុណច្រើនលោកគ្រូសម្រាប់ការទស្សនា